សពស្ត្រីម្នាក់ត្រូវបានពីប្រទេសឃើញដេកស្លាប់នៅក្នុងដីឡូតមួយកន្លែងសង្ស័យថាជាករណីឃាតកម្មត្រូវបានឃាតករវាយសម្លាប់ចេញផ្សាយថ្ងៃទី10ខែមីនាឆ្នាំ2025ភ្នំពេញហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី10ខែមីនាឆ្នាំ2025នៅចំណុចដីឡូតទុកចោលមួយកន្លែងផ្លូវអុកញ៉ាឌីប៊ូភូមិស្វាយប៉ាសង្កាត់ស្វាយប៉ាខណ្ឌសីកែវរាជធានីភ្នំពេញសពស្ត្រីម្នាក់ត្រូវបានពីប្រទេសឃើញដេកស្លាប់នៅក្នុងដីឡូតមួយកន្លែងដែលគេសង្ស័យថាជាករណីឃាតកម្មដែលត្រូវបានឃាតករវាយសម្លាប់ស្ត្រីរូបនោះពុំស្គាល់អត្តសញ្ញាណឡើយមានអាយុប្រមាណជា30ឆ្នាំហើយតាមសម្លៀកបំពាក់គេសង្ស័យថានារីរូបនោះជាមេការនៅភោជនីយដ្ឋានណាមួយនារីរូបនោះមានស្នាមចាក់សាក់រូបស្លាប់និងអក្សរលីកនៅកំភួនដៃខាងស្ដាំមានស្នាមចាក់សាក់រូបការនៅថ្លើមដៃខាងឆ្វេងមានស្នាមចាក់សាក់រូបក្បាច់នៅម្រាមកណ្ដាលដៃខាងឆ្វេងតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថានៅវេលាព្រឹកមានអ្នកដើរហាត់ប្រាណក៏ប្រទះឃើញស្ត្រីរូបនោះដេកស្លាប់នៅក្នុងដីឡូទុកចោលមួយកន្លែងខាងលើរួចក៏ប្រាប់ដល់អ្នកដំណើរនិងរាយការណ៍ទៅដល់សមត្ថកិច្ចបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដងតាមសាក្សីខ្លះបានឲ្យដឹងថានៅវេលាទៀបភ្លឺគេឃើញមានម៉ូតូកង់3មួយគ្រឿងជិះចូលទៅក្នុងបរិវេណខាងលើនិងមានការប្រតាយវាយទៅលើស្ត្រីរងគ្រោះក្រោយមកក៏គេកបាត់ទៅតែពុំមាននរណាចាប់អារម្មណ៍ឡើយលុះព្រឹកឡើងក៏មានការភ្ញាក់ផ្អើលប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់នៅក្នុងដីឡូតនោះតែម្ដងបន្ទាប់ពីមានការភ្ញាក់ផ្អើលនគរបាលមូលដ្ឋានបានចុះទៅហ៊ុំព័ទ្ធកន្លែងកើតហេតុនិងតាក់ទងទៅមន្ត្រីនគរបាលជំនាញដើម្បីចុះត្រួតពិនិត្យនៅកន្លែងកើតហេតុមានរបងថ្មព័ទ្ធជុំវិញតាមការត្រួតពិនិត្យសាកសពនៅក្នុងហោប៉ៅសំពត់មានក្រវិលកំប៉ុងស្រាបៀរចំនួន5កូនសោម៉ូតូ1កូនសោដែក2លុយខ្មែរចំនួន43,500រៀលសាកសពមានស្នាមជៀមភ្នែកទាំងសងខាងស្នាមជៀមនៅលើផ្ទៃមុខទាំងស្ខាងតាមការត្រួតពិនិត្យសាកសពជនរងគ្រោះលោកអុកញ៉ាវិជ្ជបណ្ឌិតនងសវណ្ណរតគ្រូពេទ្យកោសលវិច័យអំតុលាការរាជធានីភ្នំពេញបានសន្និដ្ឋានថានារីរងគ្រោះបានស្លាប់ដោយវាយក្បាលនិងខ្ទប់ដង្ហើមដែលជាករណីឃាតកម្មជុំវិញករណីឃាតកម្មនេះគេពុំដឹងថាស្ត្រីរងគ្រោះត្រូវបានឃាតកសម្លាព្រោះរឿងគំនុំអ្វីឡើយគេមានការសង្ស័យថាជនរងគ្រោះអាចមានទំនាក់ទំនងជាមួយនឹងឃាតករនៅកន្លែងធ្វើការឬក៏ជាមានទំនាស់ជាមួយអ្នករត់ម៉ូតូកង់3ហើយត្រូវបានឃាតករដឹកយកទៅវាយសម្លាប់រួចអូសយកទៅទម្លាក់ចោលនៅក្នុងដីឡូខាងលើសពស្ត្រីរងគ្រោះត្រូវបាននគរបាលបញ្ជូនទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យដើម្បីស្រាវជ្រាវរកសាច់ញាតិបងប្អូន